សួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូដែលលោកគ្រូបង្ហាញអំពីរបៀបដែលបងប្អូនត្រូវ log ចូល user EBC ដើម្បីធ្វើតេស្តត្រៀមប្រឡងបាក់ឌុបអញ្ចឹងណាអញ្ចឹងជំហានដំបូងគឺយើងត្រូវចូល browser របស់យើងមករួចហើយយើងវាយអាស័យដ្ឋានឬក៏ link e-learning ណា e-learning.ebc.edu.kh រួចហើយយើងបញ្ចូលទៅអញ្ចឹងណាអញ្ចឹងដើម្បីចូលអញ្ចឹងយើងឃើញមនុយមួយដែលមានពាក្យចូលអញ្ចឹងយើងចុចទៅលើវាចុចទៅលើវាហើយគឺយើងត្រូវចូលកន្លែង EBC ណាអញ្ចឹង EBC រួចហើយយើងត្រូវតែវាយផ្នែកខាងលើហ្នឹងគឺ username ផ្នែកខាងក្រោមគឺ password ឥឡូវលោកគ្រូឧទាហរណ៍យក user របស់គ្នាយើងម្នាក់គឺឈ្មោះសុសាគិនណាហើយដែល password ហ្នឹងគឺដូចគ្នា EBC@ 2026ណារួចហើយយើងចុចពាក្យ continue តោះអញ្ចឹងនៅពេលយើង continue ទៅវានឹងឃើញផ្ទាំងបែបនេះនេះកន្លែងនេះគឺជាកន្លែងគេយើងធ្វើតេស្តសម្រាប់បាក់ឌុបអញ្ចឹងយើងចុចកន្លែងហ្នឹងមកគឺមានធ្វើតេស្តត្រៀមប្រឡងបាក់ឌុបឆ្នាំ2026ហើយមួយទៀតគឺធ្វើតេស្តបាក់ឌុបឆ្នាំ2014ទៅដល់2025ចឹងវិធី login ប៉ុណ្ណឹងចឹងលោកគ្រូបង្ហាញប៉ុណ្ណឹងសិនចឹងបើវិធីធ្វើតេស្តលោកគ្រូនឹងបង្ហាញនៅវីដេអូក្រោយណា